ចានាងខ្ញុំក៏ដូចជាក្រុមគ្រួសារទាំងអស់ថ្ងៃនេះនាងខ្ញុំសូមចេញវីដេអូមួយដើម្បីជាការសុំទោសជាសាធារណៈជូនទៅដល់លោកតាលោកយាយបងប្អូនអូនពូមីងទាំងអស់គ្រប់ជាន់ថ្នាក់ដែលគាត់មិនពេញចិត្តនិងមិនសប្បាយចិត្តចំពោះរឿងដែលក្រុមគ្រួសារខ្ញុំបាននាំគ្នាទៅញ៉ាំភីហ្សានៅពលានយន្តហោះថ្ងៃមុនម្សិលមិញដែលខ្ញុំធ្វើដំណើរមកស្រុកប្រាំងនេះអញ្ចឹងខ្ញុំអត់ចង់បកស្រាយអីច្រើនទេគឺខ្ញុំមានតែសុំលើកម្រាមដៃ10ដើម្បីសុំការអធិស្ឋាននិងសុំទោសពីសំណាក់បងប្អូនទាំងអស់គ្នាតែម្ដងព្រោះដោយសារតែការដែលខ្ញុំចូលទៅញ៉ាំនេះគឺខ្ញុំអត់មានចេតនាថានឹងចូលទៅសម្ដៅនៅហាងរបស់សៀមទេហើយទីមួយពេលហ្នឹងដោយសារវ៉ាលីយើងដល់ទៅ15វ៉ាលីបងប្អូនច្រើនមែនទែនហើយខ្ញុំពីតែប្តីខ្ញុំគឺជាអ្នករាប់ជួយអូគ្នាជួយមើលគ្នាជាមួយប៉ាក្មេងអីអញ្ចឹងណាចាដល់ពេលអញ្ចឹងទៅកូនក្មេងផងអីផងគឺយើងអត់បានបដោតថាយើងគួរតែចូលហាងមួយណាហើយមកទោសពេលហ្នឹងទៅដល់ពលានយន្តហោះគឺមានបងប្អូនច្រើនខ្លាំងមែនទែនគ្រប់កន្លែងសឹងថាពេញទាំងអស់អញ្ចឹងខ្ញុំភ្នែករបស់ខ្ញុំអារម្មណ៍ពេលហ្នឹងគឺស្រឡឹងមើលតែថាកន្លែងណាដែលមានកៅអីតលាយដើម្បីអង្គុយគឺខ្ញុំសម្ដៅទៅកន្លែងហ្នឹងហើយដើម្បីអីគឺដើម្បីឲ្យពួកគាត់បានហូបបានញ៉ាំអីចឹងទៅអញ្ចឹងខ្ញុំអត់ចង់បកស្រាយច្រើនទេគ្រាន់ថាខ្ញុំពិតជាអត់មានចេតនាទេហើយពិតជាសុំទោសហើយសុំទោសទៀតចំពោះកំហុសអចេតនាមួយនេះហើយនាងខ្ញុំនិងក្រុមគ្រួសារក៏សន្យាថានឹងមិនឲ្យមានកំហុសបែបនេះជាលើកទី2ទេ